ទី1ហាមបោកទី2ដួលហាមថែមទី3ហាមវាយប្រដាប់ការពារទី4ហាមវាយពីក្រោយពីចង្កទី5ហាមវាយពីលើលលាក្បាលនិងទី7ហាមវាយតោងខ្សែសេវៀនប្រកួតហើយនៅពេលដែលលោកអាជ្ញាកណ្ដាលបញ្ជាឲ្យឈប់ឬក៏ស្រូវជួងបានបន្លឺឡើងកីឡាករទាំងពីរត្រូវតែបញ្ឈប់ជាបន្ទាន់ចា៎នេះគឺជាប័ណ្ណបញ្ជានៃការប្រកួតបាទសម្រាប់អាជ្ញាកណ្ដាលបញ្ជាការប្រកួតគូនេះគឺលោកធីណារិទ្ធបាទកីឡាករនិងអាជ្ញាកណ្ដាលគឺប៉ុនងាយទេអត់អីទេបាទដាក់លោកខឹមសុជាតិអាចតូចជាងបន្តិចបាទកីឡាករទាំងពីរប្រភេទទម្ងន់ត្រៀមធ្ងន់69គីឡូក្រាមកីឡាករទាំងពីរប្រុងប្រៀបប្រកួតថ្ងៃនេះកែរំចង់វិរិយពុទ្ធហុចនឹងធ្វើឲ្យកុកក្រៅខំមានបងស្នោទៅទី1បានចាប់ផ្ដើមក្រហមកែរំចង់ពុទ្ធហុចហ៊ីវវាតអូខ្លីមិនលោកអ្នកបានឃើញពីការតាំងចិត្តរបស់កីឡាករទាំងពីរនិងការហ្វឹកហាត់តម្រូវមកដល់ការប្រកួតថ្ងៃនេះបាទសូមផ្ញើទស្សនីយភាពនៃការប្រកួតគូនេះជូនទៅដល់បងប្អូនទូទាំងប្រទេសជាតិកម្ពុជាបាទហើយសូមអរគុណបងលីសូវ៉ាត់បាទនៅសហរដ្ឋអាមេរិកឧបត្ថម្ភដល់កែរំចង់$100បងប្រុសដាវីតលៀកបាទនៅអូស្ត្រាលីឧបត្ថម្ភកែរំចង់$150បងម៉ាត់សុភីស្តេហ្វិនសុនបាទនៅស្តុកខុំបាទរដ្ឋកាលីហ្វ័រញ៉ាឧបត្ថម្ភដល់កែរំចង់$120បាទអញ្ចឹងនេះគឺអ្នកឧបត្ថម្ភដល់កែរំចង់បាទមានច្រើនបាទសម្រាប់ការឧបត្ថម្ភនេះបាទនេះគឺឥឡូវតោះថ្ងៃការប្រកួតបន្តទៀតបាទមួយសតទាត់មួយជើងរបស់ពុទ្ធហុចអាយ៉ាហុចផ្លត់កែរំចង់ទាត់មួយជើងស្ដាមទៅហើយមួយដៃរបស់ពុទ្ធហុចបាទមួយទៅមួយមកបាទយើងឃើញថាកីឡាករទាំងពីរប៉ុនគ្នាតែម្ដងទាត់មួយជើងរបស់ហុចស្ទុះចូលប្រើកែងតែចូលមិនបានល្អកែរំចង់ដើរចូលមកវិញបាទចូលបន្តទៀតឱកាសបាទវាយដោយប្រយ័ត្នប្រយែងបំផុតសម្រាប់កីឡាករទាំងពីរកែរំចង់ក៏មិនចង់ចាញ់ក្រោមកណ្ដាប់ដៃរបស់ពុទ្ធហុចដែរពុទ្ធហុចចង់ខ្លាយខ្លួនជាក្មេងដែលយកឈ្នះកែរំចង់អាយ៉ាចូលមកប្រើនេះធ្វើឲ្យអ្នកទស្សនាមានការជួយចិត្តមួយដៃផុតអុយធ្លាក់មួយជើងទៅវិញបាទកែរំចង់រំកិលខ្លួនចូលតែពុទ្ធហុចទាត់មួយជើងផុតកែរំចង់រំកិលបន្តទៀតតើវាឆ្វេងឬស្ដាមអត់ទាន់ដឹងទេបាទចលោមួយជើងឆ្វេងរបស់កែរំចង់ពុទ្ធហុចស្ដាំទៅវិញអត់ត្រូវពុទ្ធហុចទាត់ស្ទុះចូលប្រាជង្គង់យ៉ាងមិនឲ្យចូលគេខ្សែសងវៀនអញ្ញាកដាលោកធីនរិទ្ធញ៉ៃកីឡាករបាទមកប្រើបាសសក់របស់កីឡាករទាំងពីរចលោបន្តបាទសូមបងប្អូនស្ទើរមិនជ័យអបអរសាទរដល់កីឡាករទាំងពីរខ្លាំងដើរចូលបន្តទៀតមួយសម្រាប់កែរំចង់ទាត់សងទៅវិញកែរំចង់នៅតែរំកិលចូលមួយដដែលពុទ្ធហុចស្ទុះចូលទាត់ជើងស្ដាំមួយអាយ៉ាលើកជើងទុកលើកជើងមិញការពារទេបើសិនបើកែរំចង់ចូលមកក៏មិនអាចវាយសម្រុកបានឬក៏ចំចំណុចនោះដែរកែរំចង់សម្រុកបន្តទៀតទាត់អាយ៉ាយ៉ាងម៉េចកណ្ដាប់ដៃវាយចូលបាទចាប់ទឹកទី1ទៅហើយអូនស្ទីឌីយោស្ទើរមិនជ័យហូសម្រាប់ទឹកទី2ជូនកីឡាករទាំងពីររបស់យើងទៀតឲ្យខ្លាំងបាទគឺថាសប្បាយមែនទែនបាទសម្រាប់ថ្ងៃនេះឥឡូវនេះទស្សនាកម្មបន្តទៀតចូលទឹកទី2ពុតហុចខៀវកែរំចង់ក្រហមមួយជើងចាប់ជើងជាប់ទាត់សងទៅវិញបាទអត់មានឲ្យដល់ដីទាន់ទេមួយជើងទៅមួយជើងមកពុតហុចទាត់មួយជើងល្អទៀតពុតហុចទាត់មួយជើងល្អទៀតអូហូយពីកកយ៉ាងម៉េចកែរំចង់វាស្កាត់អីយ៉ាងម៉េចកែរំចង់វាស្កាត់អីយ៉ាធ្លាក់អត់ទេមួយជើងបន្តធ្លាក់ទៅលើខ្សែសងវៀនតែបានព្រួយហត់ត្រង់អីយ៉ាអត់អីទេអំបញ្ញមិញពលហត់ចេះប្រើកលៈទេសៈនេះឆ្នៃឲ្យទៅជារឿងល្អសម្រាប់ខ្លួនគេសម្រាប់ចូលបន្តទៀតអត់ទាន់ប្រឡែងដៃចេញទេសម្រាប់កីឡាករបាទយ៉ាងម៉េចមិនអាចទទួលយកបានជើងដួលបាត់ហើយយ៉ាងនេះទឹកទី2កាន់តែមានភាពកក្រៅសម្រាប់កីឡាករទាំងពីរហើយ
ទស្សនាការប្រកួតបន្តប្រិមិត្តកុំប្រព្រឹត្តភ្នែកមួយដៃរបស់ពុទ្ធហុចទាត់ថែមមួយជើងទៀតកែរំចង់ស្ទូជើងទាត់ជើងក្រោមតែទាត់ស្រាលស្រាលកែរំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដែរយ៉ាងម៉េចហើយមួយជើងទាត់ជើងក្រោមរបស់រំចង់ទាត់សងទៅវិញរបស់ពុទ្ធហុចបាទទាត់ទៅទាត់មកប្រិមិត្តកាន់តែរំខានកីឡាករទាំងពីរកាន់តែវាយអត់ស្ដាយកម្លាំងដល់ចូលកែងមួយបុកចំចង្ការទាត់សងបាទអីអើយយ៉ាងម៉េចបាទស្នាមបន្តិចហើយយ៉ាងម៉េចឲ្យកែរំចង់នៅតែសម្រុកចូលដដែលបាទប្រិមិត្តកំពុងតែគេហៅថាប៉ាំងអ្នកថាអធិប្បាយហើយបាទមើលប៉ាំងអ្នកថាអធិប្បាយហើយបាទមើលមិនថំឃើញទេយ៉ាងម៉េចមិនថំឃើញទេយ៉ាងម៉េចដួលបន្តិចបាទកែរំចង់ប្រើកណ្ដាប់ដៃល្អរបស់គេគាត់សងទៅវិញពុទ្ធហុចចាប់ជើងជាប់ឱកាសកែរំចង់បែកជើងបដូរតែម្ដងយ៉ាងម៉េចពុទ្ធហុចតុនបន្តិចហើយចាំមើលនៅសល់ប្រហែលវិនាទីទៀតនៅក្នុងទឹកនេះកែងមួយល្អណាស់របស់ពុទ្ធហុចកែរំចង់ស្ទូចូលកែរំចង់ឲ្យកែងបាញ់មិញក៏មិនធម្មតាកែរំចង់នៅតែសម្រុកចូលដដែលសម្រុកបន្តទៀតហើយមួយដៃពីរដៃឆ្វេងស្ដាំឲ្យកែងបន្តសងទៅវិញរបស់ពុទ្ធហុចអូហូយកីឡាករទាំងពីរពិតជាមានការជួយចិត្តដល់អារម្មណ៍មែនទែនបាទវាយខ្លាំងបាទធ្វើឲ្យអ្នកទស្សនានៅទីនេះបាទកាន់តែបាទមានភាពជក់ចិត្តដល់អារម្មណ៍បាទយ៉ាងម៉េចហើយបាទសូមអខន្តីអភ័យទោសផងដោយសារបាំងអ្នកទស្សនាបាទទស្សនាការប្រកួតបន្តទៀតមួយដៃផុតរបស់ពុទ្ធហុចតែចង់សម្រុកចូលសម្រុកបន្តទៀតលើកជើងចាប់ជើងជប់ទៀតលើកជើងចាប់ជើងជប់ឲ្យកែងមួយល្អមែនតើមួយកែងយ៉ាងបាញ់មិញពុទ្ធហុចគាត់មកជើងសងទៅវិញដែរចាប់ទឹកទី2ចុងទឹកអាយ៉ាកែរំចង់ឆ្លៀតបានមកវិនាទីបាទលោកស្រីនិងកញ្ញាទីមន្ត្រីបាទសូមអរគុណដល់អ្នកឧត្តមការប្រកួតធំស៊ីម៉ងទីពេជ្រនិងស៊ីម៉ងអូតជំរឿនដ៏ល្អបំផុតបាទហើយស៊ីម៉ងទាំងពីរប្រភេទនេះគឺឧបត្ថម្ភក៏មានរង្វាន់យ៉ាងច្រើនបាទជូនដល់អតិថិជនក៏ដូចជាអ្នកពោចែកចាយផងដែរបាទនៅទស្សនាការប្រកួតទឹកទី3បន្តទៀតក្រហមកែរំចង់ហ៊ីវពុទ្ធហុចបាទយ៉ាងម៉េចហើយកីឡាករទាំងពីរគាត់មួយជើងរបស់ហុចកែរំចង់រំកិលទាត់មួយជើងផុតទៀតទាត់សងទៅវិញចំផ្លូវមួយល្អបន្តទាត់សងបាទឃើញថាពុទ្ធហុចទាត់ច្រើនតែអត់ត្រូវល្អប្រហែលទេកែរំចង់ទាត់ចំពោះទឹកឱកាសរបស់ពុទ្ធហុចក្នុងចូលអាចឆ្នៃឱកាសបានទេកែរំចង់បាទជង្គង់ចូលឡើងដូចគ្នាកាយរុញផ្អប់ជ្រុងសងវៀនលោកធីនរិទ្ធកំពុងតាមកីឡាករយកជង្គង់មកអប់ជាប់ធ្វើឱកាសទេអញ្ញាកណ្ដាលញែកកីឡាករទាំងពីរបាទសូមបងប្អូនស្ទើរមានជ័យបាទអបអរសាទរបាទកីឡាករយើងខ្លាំងបាទសូមបញ្ជាក់ថាទាល់តែចប់ការប្រកួតគូឯកនេះទើបនៅស្ទីឌីយោស្ទើរមានជ័យដំណើរការប្រកួតបាទខុសចុះឡើងកែរំចង់ទូលបាត់ទៅហើយផ្លត់ឱកាសតាមបាញ់មិញទូលបាញ់មិញមិនមែនជាការទាត់ត្រូវខ្លាំងរបស់កីឡាករពុទ្ធហុចទេកែរំចង់រំកិលខ្លួនចូលបន្តិចម្ដងទៀតពុទ្ធហុចប្រយ័ត្នប្រយែងមែនទែនដោយសារតែកែរំចង់មិនមែនជាកីឡាករធម្មតានោះទេហើយក៏កម្ររោគអ្នកណាដែលហ៊ានវាយកែរំចង់ដែរបាទយ៉ាងម៉េចហើយដើរចូលបន្តទៀតឱកាសរបស់ពុទ្ធហុចកំពុងតែមានតតបន្តកែរំចង់រំកិលខ្លួនចូលដែរបាទរំកិលខ្លួនចូលយ៉ាងម៉េចហើយបាទទាត់ទៅទាត់មកកណ្ដាប់ដៃមួយរបស់កែរំចង់វាយពីរដៃផ្ទុំទូនទៅលើផ្ទៃមុខរបស់ពុទ្ធហុចបងវាយពីរដៃផ្ទុំទូនទៅលើផ្ទៃមុខរបស់ពុទ្ធហុចបំបែកខុំទៀតតែណាពុទ្ធហុចថយបន្តិចហើយស្ទូចូលទាត់មួយជើងអត់ត្រូវកែរំចង់ស្ទូចូលដល់ក្រោមបាទលូកមួយធ្វើឲ្យពុទ្ធហុចមានបញ្ហាដាល់មួយដៃបន្តទៀតយ៉ាងម៉េចហើយអត់មានវាយចេញយ៉ាងនេះពុទ្ធហុចកុំឲ្យកែរំចង់ធ្វើព្យុះភ្លៀងយ៉ាងណាអត់អីទេកែរំចង់ដល់ក្រោមបាទទាត់ជើងក្រោមមួយទៅអីយ៉ាអូហូទាត់តែបែបនេះអាចទ្រាំបានទេពុទ្ធហុចអត់អីទេជង្គង់មួយទៀតរបស់កែងមួយចំទគៀមកែរំចង់សម្រុកចូលបន្តមួយដៃពីរដៃបន្តទៀតយ៉ាងម៉េចហើយពុទ្ធហុចទាត់ផ្លត់ដួលខ្លួនឯងអូយកុំតែដួលកុំអីមួយជើងរបស់កែរំចង់ទៀតបាទបងប្អូននៅស្ទីឌីយោស្ទើរមានជ័យច្រើនទស្សនា
បាទសូមហូខ្លាំងបងប្អូននៅស្ទីឌីយោស្ទឹងមានជ័យឡូវបន្តទៀតហើយចប់គូនេះបងប្អូនអាចទស្សនាការប្រកួតនៅ BTV News ដែលផ្សាយផ្ទាល់ពីស្ទីឌីយោស្ទឹងមានជ័យដើរចូលកណ្ដាប់ដៃឆ្វេងស្ដាំរបស់កែវរំចង់ស្ទូចូលប្រើកណ្ដាប់ដៃចំទីមុខចាប់ទឹកទី3លោកបាទរូបភាពពីស្ទឹងមានជ័យរូបនេះរូបនៅស្ទឹងមានជ័យដែលបងប្អូនកំពុងទស្សនាការប្រកួតបាទនៅបឹងស្នោបាទឥឡូវនេះទស្សនាទឹកទី4បន្តទៀតរវាងកែវរំចង់ជាមួយនឹងពុតហុចពុតស្រីវងកីឡាបាទជាក្លឹបរបស់គេហុចប្រើកែងអីយ៉ាអត់អីទេហុចថាអត់អីទេរំចង់បងឥឡូវនេះតទៀតដើរចូលមួយដៃទៀតរបស់កែវរំចង់ពុតហុចយ៉ាងម៉េចហើយបាទមួយដៃចំចុងដង្ហើមជឿជាក់ថាបងប្អូននៅព្រៃតេនឹងអស់កំពុងទស្សនាពុតហុចហើយបងប្អូននៅបាត់ដំបងនឹងអស់កំពុងទស្សនាកែវរំចង់ក៏ដូចជាបងប្អូននៅទូទាំងប្រទេសរាជាណាចក្រកម្ពុជាកំពុងគ្រប់គ្រងកីឡាករទាំងពីរមួយដៃរបស់កែវរំចង់អីយើពុតហុចយ៉ាងម៉េចដើរចូលពុតហុចស្ទើរយើងឃើញថាចុងទឹកទី3ពុតហុចហាក់ដូចជាវាយមិនបានច្រើនបាទដើមទឹកនេះក៏ពុតហុចក៏បានដែរកែវរំចង់សម្រុកខ្លាំងហើយទោះបីយ៉ាងណារសារពុតហុចតែហ៊ានមកប្រកួតជាមួយកែវរំចង់បាទហើយក៏ធ្វើឲ្យកែវរំចង់ប្រមាថចិត្តប្រមាណថ្ងៃទេមិនលោដែរមុនការប្រកួតដើរចូលមកដល់ទាត់មួយជើងអត់ត្រូវទេគាត់សងទៅវិញជើងក្រោមដកថយលឿនទោះចូលប្រើកែងដើរចូលមកដល់ទៀតមួយដៃពីរដៃរបស់កែវរំចង់អាយ៉ាគាត់មួយជើងមួយដៃពីរដៃទៀតកែងមួយទាត់មួយជើងរបស់កែវរំចង់អូហូពុតហុចឲ្យកែងដែរតែមិនអាចចូលគៀកគូមគូតបានងាយនោះទេគាត់មួយជើងក៏ត្រូវទៀតកែវរំចង់ដើរចូលច្រើនត្រូវច្រើនគាត់បន្តជើងក្រោមអីយយទប់ជាប់ទេពុតហុចអញ្ញាកណ្ដាលរាប់ពុតហុចហើយអូហូ3យ៉ាងម៉េចហើយ5 6ហ៊ានទៀតទេពុតហុច8ហើយហ៊ានទេទាត់មួយជើងមួយកន្លែងនេះបន្តការប្រកួតទៀតបាទចំផ្លូវឈឺថែមមកដៃទៀតឥឡូវទស្សនាទឹកទី4ទាត់ជើងក្រោមបាទដល់ទឹកទេសម្រាប់កីឡាករពុតហុចអីយ៉ាទាត់កោកែរំចំជាយាមទាត់សងទៅវិញទៀតដើរចូលទាត់ជើងក្រោមបន្តទាត់ខ្លាំងវាយសងទៅវិញពុតហុចដើរចូលទាត់មួយជើងផុតពុតហុចវាយច្រើនដែរតែត្រូវតិចតួចទៅលើគូប្រកួតគាត់មួយជើងបាទអត់ត្រូវអត់មានអ្វីគួរឲ្យកត់សម្គាល់ពេលដែលវាយសម្រុកទៅលើកែវរំចង់សម្រាប់កីឡាករមង្គលខៀវហើយយ៉ាងម៉េចហើយមួយដៃចំចុងដង្ហើមមួយទៀតអរគុណដល់ស៊ីម៉ង់អិនទ្រីពេជ្រនិងស៊ីម៉ង់អូតជំរឿនល្អបំផុតហើយផ្ដល់រង្វាន់យ៉ាងច្រើនជូនទៅដល់អតិថិជនក៏ដូចជាដេប៉ូចែកចាយអីយ៉ាមួយជើងនេះរាប់ជាលើកទី2យ៉ាងម៉េចហើយពុតហុចអមាញ់មិញចំពោះទឹក5 6 7 អត់អីទេប្រហែលជាអាចដល់ទឹកបាទសម្រាប់កីឡាករបាទមួយជើងនេះហើយបាទទឹកទី4រូបភាពយឺតមួយជើងនេះហើយដែលធ្វើឲ្យពុតហុចបាទអោនមុខចុះហើយស៊ីម៉ង់ទាំងពីរនេះផ្ដល់រង្វាន់យ៉ាងច្រើនជូនទៅដល់អតិថិជនក៏ដូចជាដេប៉ូចែកចាយអនុស្សាវរីយ៍របស់ស្ថានីយ៍គូរគូបាយ័នបាទសូមកុំភ្លេចថ្ងៃសៅរ៍សប្តាហ៍ក្រោយនៅស្ទីឌីយោស្ទឹងមានជ័យនឹងមានការប្រកួតបាទពានរង្វាន់អនុស្សាវរីយ៍ទូបាយ័នភេទរង្វាន់51គីឡូក្រាមជុំទី2សម្រាប់ពូល A ឥឡូវទស្សនាការប្រកួតបន្តទៀតអីយយ៉ាងម៉េចហើយពុតហុចក៏សម្រុកចូលខ្លាំងដែរអីយ៉ាទឹកនេះពុតហុចជួសជុលស្ថានភាពបានប៉ុន្តែមិនដឹងថាអាចបាទធ្វើល្អបានប៉ុណ្ណឹងរត់ណានោះទេតែទោះបីយ៉ាងណាក៏ដោយពុតហុចក៏បង្កើនការវាយរបស់គេទៅលើកែវរំចង់ដែរគាត់មួយជើងផុតទាត់សងទៅវិញក៏អត់ត្រូវដូចគ្នាបាទសូមពីកម្មវិធីប្រកួតកីឡាប្រដាល់ក្បាច់គុណម្ដងផ្នែកទូបាយ័នសូមជំរាបទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើកបរគោរពច្បាប់ចរាចរណ៍រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដើរចូលបន្តទៀតសម្រាប់ទាត់ជើងក្រោមមួយរបស់រំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដដែលពុតហុចយ៉ាងម៉េចហើយដើរចូលបន្តិចហើយមួយជើងរបស់ពុតហុចអូយដូចដើរទៅឲ្យកែរំចង់វាយទៅលើផ្ទៃមុខសម្រាប់ពុតហុចដើរចូលបន្តទៀតលោកបានម្ដាយទៀត
មួយជើងអូយចំកកតែស្រាលមួយដៃពីរទៀតអត់អីទេដាក់ចូលបាទកម្លាំងចូលឡើងបន្តមួយដៃផុតអីច្រកទៅមកដូចគ្នាទេកែរំចង់ដល់ចូលយ៉ាងខែងរែងដល់ថយបន្តិចសម្រាប់កីឡាករពុទ្ធហុយមួយដៃផុតអីយ៉ាមួយដៃទៀតរបស់អីយ៉ាពុទ្ធហុយធ្វើបានល្អអមមិនតែមិនធ្វើកែរំចង់ដល់ចូលរត់ផុតអត់ត្រូវទាត់សងទៅវិញទៀតមួយដៃផុតតើចូលសម្រុកអាយយប្រាស្រីពិសេសតែធ្វើបានល្អបាទទៅបីយ៉ាងណាក៏ដោយក៏សរសើរកីឡាករពុទ្ធហុយបាទដែលហ៊ានប្រកួតជាមួយកែរំចង់បាទកែងបកអំបញ្ញមិញនេះឡើងងើដែរបាទសម្រាប់កីឡាករបាទបង្គោលឃីវបាទនៅសល់ជាង40វិនាទីទៀតតែប៉ុណ្ណោះនឹងចប់ទឹកទី5គាត់មកជើងពីរជើងបន្តអីយ៉ាងម៉េចបាទស្រាលមួយដៃពីរដៃបន្តមួយកែងសងទៅវិញបាទមួយកែងទៅមួយកែងមកអត់មានឲ្យលុយខ្វះទេហើយចូលបន្តទៀតបាទយ៉ាងម៉េចហើយចន្លោបាទឃើញថាការប្រកួតលែងសូវលឿនហើយបាទដោយសារចិត្តចប់ទឹកជាង10វិនាទីទីតែប៉ុណ្ណោះនឹងចប់ទឹកទី5ហើយយើងអាចមើលឃើញទាំងអស់គ្នាការវាយថ្ងៃនេះយ៉ាងម៉េចហើយយើងបើមើលអាចដឹងក្នុងចិត្តថាណាមានបន្ទុកបាទនាំមកនៅក្នុងការប្រកួតបាទចប់ទឹកទី5ទៅហើយដូច្នេះសូមលោកអ្នកនាងបានជ្រាបពីលទ្ធផលខ្លាំងដល់កីឡាករទាំងពីរម្ចាស់ពៀនទូទៅបាយ័នសម្រាប់ការប្រកួតរវាងគូឯកទាំងពីរនេះគោក្រហមកែវរំចង់99ពិន្ទុពុទ្ធហុចបង្គោលខៀវ95ពិន្ទុដូច្នេះម្ចាស់ពានរង្វាន់បានត្រូវគឺកីឡាករកែវរំចង់បង្គោលក្រហមបាទយើងជាចូលបន្តទៀតបាទសូមអនុញ្ញាតក្រុមជើញបាទឧត្តមសេនីយ៍តែមើលបាទប្រធានសហព័ន្ធបង្គោលពៀនអនុស្សាវរីយ៍ជូនកីឡាករកែវរំចង់ម្ចាស់ពៀនអនុស្សាវរីយ៍របស់ទូអាយ៉នហើយបន្តទៀតអនុញ្ញាតក្រុមអញ្ជើញលោកដិតថាវរិទ្ធអគ្គនាយករងទូអាយ៉នបង្គោលថាវិការរបស់ទូអាយ៉នជូនទៅដល់អ្នកឈ្នះហើយនិងអ្នកចាញ់នៅក្នុងកម្មវិធីរបស់យើងបាទសូមក្រុមអញ្ជើញបាទអ្នកឈ្នះបាទថាវិការរបស់ទូអាយ៉នបាទបន្តទៀតសូមអាដាមស៊ីមខាន់កាន់ត្រង់បាទបកលថាវិការជូនទៅដល់ពុទ្ធហុចដែលទទួលបរាជ័យនៅក្នុងពេលនេះបាទសូមទះដៃអបអរសាទរដល់កងរំពងបាទសម្រាប់សប្តាហ៍នេះយើងបានឃើញហើយម្ចាស់ពានអនុស្សាវរីយ៍និងថាវិការកិត្តិយសរបស់ទូអាយ៉នបានទៅលើកីឡាករកែវរំចង់ពីលើក្នុងអាការនេះក៏ថ្លែងអំណរគុណផងដែរដល់វត្តមានរបស់អាដាមស្នេហ៍ឯកតែមើលនិងអាដាមស្នេហ៍ឯកស៊ីខាន់ចាំរងប្រធានសហព័ន្ធកីឡាបណ្ដាលនិងលោកទឹកថាវរិទ្ធរួមជាមួយនឹងគណៈអធិបតីទាំងអស់ដែលបានផ្ដល់កិត្តិយសយ៉ាងជ្រាលជ្រៅបាទមកទស្សនាហើយជាគណៈអធិបតីឡើងលើសង្វៀនរបស់យើងប្រកុលពៀននិងថាវិការកិត្តិយសរបស់ទូអាយ៉នជូនទៅដល់កីឡាករបាទម្ចាស់ពៀនសម្រាប់សប្តាហ៍នេះបាទប្រិមិត្តទូទស្សនិកជនជាទីមេត្រីសម្រាប់ការប្រកួតរបស់យើងនៅពេលនេះយើងសូមអនុញ្ញាតសម្រាប់បន្តទៅបាទសូមឯងមួយល្អណាស់របស់ពុទ្ធហុយកែរំចង់ស្ទូចូលកែរំចង់ឲ្យកែងបាញ់មិញក៏មិនធម្មតាកែរំចង់នៅតែសម្រុកចូលដដែលសម្រុកបន្តទៀតហើយមួយដៃពីរដៃឆ្វេងស្ដាំឲ្យកែងបន្តសងទៅវិញរបស់ពុទ្ធហុយអូហូយកីឡាករទាំងពីរពិតជាមានការជួយចិត្តដល់អារម្មណ៍មែនទែនបាទវាយខ្លាំងបាទធ្វើឲ្យអ្នកទស្សនានៅទីនេះបាទកាន់តែបាទមានភាពជក់ចិត្តដល់អារម្មណ៍បាទយ៉ាងម៉េចហើយបាទសូមអខន្តីអភ័យទោសផងដោយសារបាំងអ្នកទស្សនាបាទទស្សនាការប្រកួតបន្តទៀតមួយដៃផុតរបស់ពុទ្ធហុយតែចង់សម្រុកចូលសម្រុកបន្តទៀតលើកជើងចាប់ជើងជប់ទៀតលើកជើងចាប់ជើងជប់ឲ្យកែងមួយល្អមែនតើមួយកែងយ៉ាងបាញ់មិញពុទ្ធហុយទឹកមកជើងសងទៅវិញដែរចប់ទឹកទី2ចុងទឹកអាយ៉ាកែរំចង់ឆ្លៀតបានមកវិនាទី
បាទលោកស្រីនិងកញ្ញាទីមេត្រីបាទសូមអរគុណដល់អ្នកឧបត្ថម្ភការប្រកួតធំស៊ីម៉ងទីពេជ្រនិងស៊ីម៉ងអូតជំរឿនដ៏ល្អបំផុត គូឯកទី បាទហើយ 5 ស៊ីម៉ងទាំងពីរប្រភេទនេះគឺឧបត្ថម្ភក៏មានរង្វាន់យ៉ាងច្រើនបាទជូនដល់អតិថិជនក៏ដូចជាដេប៉ូចែកចាយផងដែរបាទលើទស្សនាការប្រកួតទឹកទី3បន្តទៀតក្រហមកែវរំចង់ភីវពុតហុយបាទយ៉ាងម៉េចហើយកីឡាករទាំងពីរគាត់មួយជើងរបស់ហុយកែវរំចង់រំកិលទាត់មួយជើងផុតទៀតទាត់សងទៅវិញចំផ្លូវមួយល្អច្រឡំបន្តទាត់សងបាទឃើញថាពុតហុចទាត់ច្រើនតែអត់ត្រូវល្អប្រហែលទេកែវរំចង់ទាត់ចំពោះទៅឱកាសរបស់ពុតហុចក្នុងចូលអាចឆ្នៃឱកាសបានទេកែវរំចង់បាទជង្គង់ចូលឡើងដូចគ្នាកាយរុញផ្អប់ជ្រុងសងវៀនលោកធីនរិទ្ធកំពុងតាមកីឡាករយកជង្គង់មកអប់ជាប់ធ្វើឱកាសទេអញ្ញាកណ្ដាលញែកកីឡាករទាំងពីរបាទសូមបងប្អូនស្ទើរមីជ័យបាទអបអរសាទរបាទកីឡាករយើងខ្លាំងបាទសូមបញ្ជាក់ថាទាល់តែចប់ការប្រកួតគូឯកនេះទើបនៅស្ទីឌីយោស្ទើរមីជ័យដំណើរការប្រកួតបាទខុសចុះឡើងកែវរំចង់ទូលបាត់ទៅហើយផ្លត់ឱកាសតែមាញ់មិញទូលមាញ់មិញមិនមែនជាការទាត់ត្រូវខ្លាំងរបស់កីឡាករពុតហុចទេកែវរំចង់រំកិលខ្លួនចូលបន្តិចម្ដងទៀតពុតហុចប្រយ័ត្នប្រយែងមែនទែនដោយសារតែកែវរំចង់មិនមែនជាកីឡាករធម្មតានោះទេហើយក៏កម្ររោគអ្នកណាដែលហ៊ានវាយកែវរំចង់ដែរបាទយ៉ាងម៉េចហើយដើរចូលបន្តទៀតឱកាសរបស់ពុតហុចកំពុងតែមានតតបន្តកែវរំចង់រំកិលខ្លួនចូលដែរបាទរំកិលខ្លួនចូលយ៉ាងម៉េចហើយបាទទាត់ទៅទាត់មកកណ្ដាប់ដៃមួយរបស់កែវរំចង់វាយពីដៃផ្ទុំទួនទៅលើផ្ទៃមុខរបស់ពុតហុចបងវាយពីដៃផ្ទុំទួនទៅលើផ្ទៃមុខរបស់ពុតហុចបំបែកធំទៀតតែណាពុតហុចថយបន្តិចហើយស្ទុះចូលទាត់មួយជើងអត់ត្រូវកែវរំចង់ស្ទុះចូលប្រាជង្គង់យ៉ាងមិនឲ្យចូលគេខ្សែសងវៀនអញ្ញាកណ្ដាលលោកធីនរិទ្ធញែកកីឡាករបាទមកប្រើបាសសក់របស់កីឡាករទាំងពីរកីឡាបន្តបាទសូមបងប្អូនស្ទើរមិនជ័យអបអរសាទរដល់កីឡាករទាំងពីរខ្លាំងដើរចូលបន្តទៀតមួយសម្រាប់កែវរំចង់ទាត់សងទៅវិញកែវរំចង់នៅតែរំកិលចូលមួយដដែលពុតហុចស្ទុះចូលទាត់ជើងស្ដាំមួយអាយ៉ាលើកជើងទុកលើកជើងមិញការពារទេបើមិនបើកែវរំចង់ចូលមកក៏មិនអាចវាយសម្រុកបានឬក៏ចំចំណុចនោះដែរកែវរំចង់សម្រុកបន្តទៀតទាត់អាយ៉ាយ៉ាងម៉េចកណ្ដាប់ដៃវាយចូលបាទចាប់ទឹកទី1ទៅហើយអូនស្ទីឌីយោស្ទើរមិនជ័យហូសម្រាប់ទឹកទី2ជូនកីឡាករទាំងពីររបស់យើងតែដៃខ្លាំងបាទគឺថាសប្បាយមែនទែនបាទសម្រាប់ថ្ងៃនេះឥឡូវនេះទស្សនាការប្រកួតបន្តទៀតចូលទឹកទី2ពុតហុចខៀវកែវរំចង់ក្រហមមួយជើងចាប់ជើងជាប់ទាត់សងទៅវិញបាទអត់មានឲ្យដល់ដីទាន់ទេមួយជើងទៅមួយជើងមកពុតហុចទាត់មួយជើងល្អទៀតអូហូពីកកយ៉ាងម៉េចកែវរំចង់វាស្កាត់អីយ៉ាយ៉ាងម៉េចកែវរំចង់វាស្កាត់អីយ៉ាធ្លាក់អត់ទេមួយជើងបន្តធ្លាក់ពីលើខ្សែសងវៀនទៅបានព្រួយហត់ត្រង់អីយ៉ាអត់អីទេអមាញ់មិញពលហត់ចេះប្រើកលៈទេសៈនេះឆ្នៃឲ្យទៅជារឿងល្អសម្រាប់ខ្លួនគេសម្រាប់ចូលបន្តទៀតអត់ទាន់ប្រឡែងដៃចេញទេសម្រាប់កីឡាករបាទយ៉ាងម៉េចឲ្យមិនអាចទទួលយកបានមួយជើងដួលបាត់ហើយយ៉ាងនេះទឹកទី2កាន់តែមានភាពកក្រៅសម្រាប់កីឡាករទាំងពីរហើយទស្សនាការប្រកួតបន្តប្រិមិត្តកុំប្រព្រឹត្តភ្នែកមួយដៃរបស់ពុតហុចទាត់ថែមមួយជើងទៀតកែវរំចង់ស្ទុះជើងទាត់ជើងក្រោមតែទាត់ស្រាលកែវរំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដែរយ៉ាងម៉េចហើយមួយជើងទាត់ជើងក្រោមរបស់រំចង់ទាត់សងទៅវិញរបស់ពុតហុចបាទទាត់ទៅទាត់មកប្រិមិត្តកាន់តែរំខានកីឡាករទាំងពីរកាន់តែវាយអត់ស្ដាយកម្លាំងដល់ចូលកែងមួយបុកចំចង្ការទាត់សងបាទអីអើយយ៉ាងម៉េចបាទស្នាមបន្តិចហើយយ៉ាងម៉េចឲ្យកែរំចង់នៅតែសម្រុកចូលដដែលបាទប្រិមិត្តកំពុងតែគេហៅថាបាំងអ្នកអត្ថាធិប្បាយហើយបាទមើលដល់បាំងអ្នកអត្ថាធិប្បាយហើយបាទមើលមិនថងឃើញទេយ៉ាងម៉េចមិនថងឃើញទេយ៉ាងម៉េចដួលបន្តិចបាទកែរំចង់ប្រើកណ្ដាប់ដៃល្អរបស់គេគាត់សងទៅវិញពុតហុចចាប់ជើងជាប់ឱកាសកែរំចង់បែកជើងបដូរតែម្ដងយ៉ាងម៉េចពុតហុចទុនបន្តិចហើយ
ចាំមើលនៅសល់ប្រហែលវិនាទីទៀតនៅក្នុងទឹកនេះជប់ទេពុតហូចអញ្ញាកណ្ដាលរាប់ពុតហូចហើយ 2 អូហូ 3 យ៉ាងម៉េចហើយ 5 6 ហ៊ានទៀតទេពុតហូច 8 8ហើយហ៊ានទេតតមួយជើងមួយកន្លែងនេះបន្តការប្រកួតទៀតបាទចំផ្លូវឈឺថែមមកដៃទៀតឥឡូវទស្សនាទឹកទី4តតជើងក្រោមបាទដល់ទឹកទេសម្រាប់កីឡាករពុតហូចអីយ៉ាទាត់កោកែរំចំព្យាយាមទាត់សងទៅវិញទៀតដល់ចូលទាត់ជើងក្រោមបន្តទាត់ខ្លាំងវាយសងទៅវិញពុតហូចដល់ចូលទាត់មួយជើងផុតពុតហូចវាយច្រើនដែរតែត្រូវតិចតួចទៅលើគូប្រកួតគាត់មួយជើងបាទអត់ត្រូវអត់មានអ្វីគួរឲ្យកត់សម្គាល់ពេលដែលវាយសម្រុកទៅលើកែវរំចង់សម្រាប់កីឡាករមង្គលខៀវហើយយ៉ាងម៉េចហើយមួយដៃចំចុងដង្ហើមមួយទៀតអរគុណដល់ស៊ីម៉ង់អិនទ្រីពេជ្រនិងស៊ីម៉ង់អូតជំរឿនល្អបំផុតហើយផ្ដល់រង្វាន់យ៉ាងច្រើនជូនទៅដល់អធិជនក៏ដូចជាដេប៉ូចែកចាយអីយ៉ាមួយជើងនេះរាប់ជាលើកទី2យ៉ាងម៉េចហើយពលហុចអមាញ់មិញចំពោះទឹក5 6 7 អត់អីទេប្រហែលជាអាចដល់ទឹកបាទសម្រាប់កីឡាករបាទមួយជើងនេះហើយបាទទឹកទី4រូបភាពយឺតមួយជើងនេះហើយដែលធ្វើឲ្យពុតហុចបាទអោនមុខចុះហើយស៊ីម៉ង់ទាំងពីរនេះផ្ដល់រង្វាន់យ៉ាងច្រើនជូនទៅដល់អធិជនក៏ដូចជាដេប៉ូចែកចាយអនុស្សាវរីយ៍របស់ស្ថានីយ៍គូរគូបាយ័នបាទសូមកុំភ្លេចថ្ងៃសៅរ៍សប្តាហ៍ក្រោយនៅស្ទីឌីយោស្ទឹងមានជ័យនឹងមានការប្រកួតបាទពានរង្វាន់អនុស្សាវរីយ៍ទទួលបាយ័នភេទរង្វាន់51គីឡូក្រាមជុំទី2សម្រាប់ពូល A ឥឡូវទស្សនាការប្រកួតបន្តទៀតអីយ៉ាងម៉េចហើយពុតហុចក៏សម្រុកចូលខ្លាំងដែរអីយ៉ាទឹកនេះពុតហុចជួសជុលស្ថានភាពបានប៉ុន្តែមិនដឹងថាអាចបាទធ្វើល្អបានប៉ុណ្ណឹងរត់ណានោះទេតែទោះបីយ៉ាងណាក៏ដោយពុតហុចក៏បង្កើនការវាយរបស់គេទៅលើកែវរំចង់ដែរគាត់មួយជើងផុតទាត់សងទៅវិញក៏អត់ត្រូវដូចគ្នាបាទសូមពីកម្មវិធីប្រកួតកីឡាប្រដាល់ក្បាច់គុណម្ដងផ្នែកទទួលបាយ័នសូមជម្រាបទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើកបរគោរពច្បាប់ចរាចរណ៍រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដើរចូលបន្តទៀតសម្រាប់ទាត់ជើងក្រោមមួយរបស់រំចង់នៅតែសម្រុកទៅលើគូប្រកួតរបស់គេដដែលពុតហុចយ៉ាងម៉េចហើយដើរចូលបន្តិចហើយមួយជើងរបស់ពុតហុចអូយដូចដើរទៅឲ្យកែរំចង់វាយទៅលើផ្ទៃមុខសម្រាប់ពុតហុចដើរចូលបន្តទៀតលោកបានម្ដាយទៀតមួយជើងអូយចំកកតែស្រាលមួយដៃពីរទៀតអត់អីទេដើរចូលបាទកលាំងចូលឡើងបន្តមួយដៃទី1ហាមបោកទី2ដួលហាមថែមទី3ហាមវាយប្រដាប់ការពារទី4ហាមវាយពីក្រោយពីចង្កទី5ហាមវាយពីលើលលាក្បាលនិងទី7ហាមវាយតោងខ្សែវៀនប្រកួតហើយនៅពេលដែលលោកអាជ្ញាកណ្ដាលបញ្ជាឲ្យឈប់ឬក៏ស្រូវជួងបានបន្លឺឡើងកីឡាករទាំងពីរត្រូវតែបញ្ឈប់ជាបន្ទាន់ចា៎នេះគឺជាប័ណ្ណបញ្ជានៃការប្រកួតបាទសម្រាប់អាជ្ញាកណ្ដាលបញ្ជាការប្រកួតគូនេះគឺលោកធីណារិទ្ធបាទកីឡាករនិងអាជ្ញាកណ្ដាលគឺប៉ុណ្្នឹងទេអត់អីទេបាទដាក់លោកខឹមសុជាតិអាចតូចជាងបន្តិចបាទកីឡាករទាំងពីរប្រភេទទម្ងន់ត្រៀម69គីឡូក្រាមកីឡាករទាំងពីរប្រុងប្រៀបប្រកួតថ្ងៃនេះកែរំចង់ក៏ដូចជាពុតហុចនឹងធ្វើឲ្យកុកក្រៅខំមានបងស្នោលើកទី1បានចាប់ផ្ដើមក្រហមកែរំចង់ពុតហុចឃីវវីដេអូខ្លីមិនលោកអ្នកបានឃើញពីការតាំងចិត្តរបស់កីឡាករទាំងពីរនិងការហ្វឹកហាត់តម្រូវមកដល់ការប្រកួតថ្ងៃនេះបាទសូមផ្ញើទស្សនីយភាពនៃការប្រកួតគូនេះជូនទៅដល់បងប្អូនទូទាំងប្រទេសជាតិកម្ពុជាបាទហើយសូមអរគុណបងលីសូវ៉ាត់បាទនៅសហរដ្ឋអាមេរិកឧបត្ថម្ភដល់កែរំចង់$100បងប្រុសដាវីតលៀកបាទនៅអូស្ត្រាលីឧបត្ថម្ភកែរំចង់$150បងម៉ាត់សុភី Stephenson បាទនៅ Stockholm បាទរដ្ឋកាលីហ្វ័រញ៉ាឧបត្ថម្ភដល់កែរំចង់$120បាទអញ្ចឹងនេះគឺអ្នកឧបត្ថម្ភដល់កែរំចង់បាទមានច្រើនបាទសម្រាប់ការឧបត្ថម្ភនេះបាទនេះគឺ
ឥឡូវទស្សនាការប្រកួតបន្តទៀតបាទមួយសតទាត់មួយជើងរបស់ពុទ្ធហុចអាយ៉ាហុចផ្លត់កៅរំចង់ទាត់មួយជើងស្ដាមទៅហើយមួយដៃរបស់ពុទ្ធហុចបាទមួយទៅមួយមកបាទយើងឃើញថាកីឡាករទាំងពីរប៉ុនគ្នាតែម្ដងទាត់មួយជើងរបស់ហុចស្ទុះចូលប្រើកែងតែចូលមិនបានល្អកែរំចង់ដើរចូលមកវិញបាទចូលបន្តទៀតឱកាសបាទវាយដោយប្រយ័ត្នប្រយែងបំផុតសម្រាប់កីឡាករទាំងពីរកែរំចង់ក៏មិនចង់ចាញ់ក្រោមកណ្ដាប់ដៃរបស់ពុទ្ធហុចដែរពុទ្ធហុចចង់ខ្លាយខ្លួនជាក្មេងដែលយកឈ្នះកែរំចង់អាយ៉ាចូលមកប្រើនេះធ្វើឲ្យអ្នកទស្សនាមានការជួយចិត្តមួយដៃផុតអុយធ្លាក់មួយជើងទៅវិញបាទកែរំចង់រំកិលខ្លួនចូលតែពុទ្ធហុចទាត់មួយជើងផុតកែរំចង់រំកិលបន្តទៀតតើវាឆ្វេងឬស្ដាមអត់ទាន់ដឹងទេបាទចលោមួយជើងឆ្វេងរបស់កែរំចង់ពុទ្ធហុចស្ដាំទៅវិញអត់ត្រូវពុទ្ធហុចចូលដល់លើដល់ក្រោមបាទលូកមួយធ្វើឲ្យពុទ្ធហុចមានបញ្ហាដល់មួយដៃបន្តទៀតយ៉ាងម៉េចឲ្យអត់មានវាយចេញយ៉ាងនេះពុទ្ធហុចកុំឲ្យកែរំចង់ធ្វើជុះភ្លៀងយ៉ាងណាអត់អីទេកែរំចង់ដល់ក្រោមបាទទាត់ជើងក្រោមបាទទាត់ជើងក្រោមមួយទៀតអីយ៉ាអូហូតតតែបែបនេះអាចទ្រាំបានទេពុទ្ធហុចអត់អីទេជង្គង់មួយទៀតរបស់កែងមួយចំទគៀមកែរំចង់សម្រុកចូលបន្តមួយដៃពីរដៃបន្តទៀតយ៉ាងម៉េចឲ្យពុទ្ធហុចទាត់ផ្លត់ដួលខ្លួនឯងអូយកុំដួលខ្លួនឯងអូយកុំតែដួលកុំអីមួយជើងរបស់កែរំចង់ទៀតបាទបងប្អូននៅស្ទីឌីយោស្ទើរមិនជ័យច្រើនទស្សនាបាទសូមហូខ្លាំងបងប្អូននៅស្ទីឌីយោស្ទើរមិនជ័យឡងបន្តទៀតហើយចប់គូនេះបងប្អូនអាចទស្សនាការប្រកួតនៅ BTV News ដែលផ្សាយផ្ទាល់ពីស្ទីឌីយោស្ទើរមិនជ័យដើរចូលកណ្ដាប់ដៃឆ្វេងស្ដាំរបស់កែរំចង់ស្ទុះចូលប្រើកណ្ដាប់ដៃចំទីមុខចាប់ទឹកទី3លោកបាទរូបភាពពីស្ទឹងមានជ័យរូបនេះនៅស្ទឹងមានជ័យដែលបងប្អូនកំពុងទស្សនាការប្រកួតបាទនៅបឹងស្នោបាទឥឡូវនេះទស្សនាទឹកទី4បន្តទៀតរវាងកែរំចង់ជាមួយនឹងពុទ្ធហុចពុទ្ធស្រីវងកីឡាបាទជាក្លឹបរបស់គេហុចប្រើកែងអីយ៉ាអត់អីទេហុចថាអត់អីទេរំចង់បងឥឡូវនេះតទៀតដើរចូលមួយដៃទៀតរបស់កែរំចង់ពុទ្ធហុចយ៉ាងម៉េចហើយបាទមួយដៃចំចុងដង្ហើមជឿជាក់ថាបងប្អូននៅព្រៃកែទាំងអស់កំពុងទស្សនាពុទ្ធហុចហើយបងប្អូននៅបាត់ដំបងទាំងអស់កំពុងទស្សនាកែរំចង់ក៏ដូចជាបងប្អូននៅទូទាំងប្រទេសរាជាណាចក្រកម្ពុជាកំពុងគាំទ្រកីឡាករទាំងពីរមួយដៃរបស់កែរំចង់អីយើពុទ្ធហុចយ៉ាងម៉េចដើរចូលពុទ្ធហុចស្ទើរយើងឃើញថាចុងទឹកទី3ពុទ្ធហុចហាក់ដូចជាវាយមិនបានច្រើនបាទដើមទឹកនេះក៏ពុទ្ធហុចក៏បាក់ដែរកែរំចង់សម្រុកខ្លាំងហើយទោះបីយ៉ាងណារសារពុទ្ធហុចតែហ៊ានមកប្រកួតជាមួយកែរំចង់បាទហើយក៏ធ្វើឲ្យកែរំចង់ប្រមាថចិត្តប្រមាថថ្ងៃទេមិនលោដែរមុនការប្រកួតដើរចូលមកដល់ទាត់មួយជើងអត់ត្រូវទេគាត់សងទៅវិញជើងក្រោមដកថយលឿនទោះចូលប្រើកែងដើរចូលមកដល់ទៀតមួយដៃពីរដៃរបស់កែរំចង់អាយ៉ារត់មួយជើងមួយដៃពីរដៃទៀតកែងមួយទាត់មួយជើងរបស់កែរំចង់អូហូពុទ្ធហុចឲ្យកែងដែរតែមិនអាចចូលគៀកគូគូតបានងាយនោះទេរត់មួយជើងក៏អត់ត្រូវទៀតកែរំចង់ដើរចូលច្រើនត្រូវច្រើនរត់បន្តជើងក្រោមអីយ